ខ្ញុំសូមជម្រាបសួរបងប្អូនបាទខ្ញុំនឹងនិយាយនីមេរ៉ូមួយតទៀតគឺនីមេរ៉ូវិតជា experience personnel របស់ខ្លួនឯងនេះខ្ញុំបានសង្កេតមើលការពិសោធន៍ក្នុងជីវិតរស់នៅហ្នឹងកាលណាយើងរៀបចេញនីមេរ៉ូអីមួយវាតែងតែមាន obstacle មកនេះមកនោះអានេះជាការធម្មតាព្រោះក្នុង universe មាន fork ពីរ fork ល្អនិង fork អាក្រក់fork ល្អគឺយើងកំពុងធ្វើទៅតាមផ្លូវពុទ្ធ fork អាក្រក់គឺ fork demon ចង់បង្អាក់តណើមិនឲ្យយើងទៅមុខណាមិនឲ្យយើងទៅឈ្នះយកដែល fork negative ដែលវាយើងយកឈ្នះយើងទៅចែកគ្នាពួកម៉ាក់មិត្តភ័ក្តិយើងអត់យកឈ្នះយកចាញ់ទេនឹងជាការធម្មតាប៉ុន្តែ fork demon កណ្ដាប់បង្អាក់តណើយើងទៅតែឲ្យឈ្នះ fork នឹងដើម្បីយើងទៅតាមផ្លូវល្អណាពេលតបងខ្ញុំសូមនិយាយចូលដល់តែ principal ត្មង experience personnel បងមុនដំបូងខ្ញុំសូមនិយាយពី fork de l'univers មនុស្សយើងគឺថាកើតមកពីណាបងនិយាយទៅគេនិតិចមកនិយាយកាត់ខ្លីៗតាមកូស្មូសគេនិយាយថាពីមុនគឺមាន Big Bang មួយធំគឺថាផ្ទុះមកចេញផ្កាយរាប់លានរាប់តត់ចេញមកអញ្ចឹងហើយផ្កាយហ្នឹងដល់ចេញខ្ទាតទៅឆ្ងាយទៅមាន attraction ផ្កាយខ្លាំងប្រមូលគ្នាផ្ដុំរាប់លានទៅជា galaxy មួយផ្កាយរាប់លានទៀតប្រមូលផ្ដុំទៅ galaxy ទី2 galaxy នោះរាប់ប្រមាណច្រើនមិនអស់បើទៅជាហ្នឹងគេថាហៅ universe ណាហើយ galaxy មួយដែលមានផ្កាយមួយនៅក្នុងនោះផ្កាយនោះគឺព្រះអាទិត្យបងព្រះអាទិត្យយើងក៏ជាផ្កាយដែរប៉ុន្តែគ្រាន់តែព្រះផ្កាយនៅជិតដីយើងមើលទៅឃើញច្បាស់នឹងជាព្រះអាទិត្យប៉ុន្តែជាផ្កាយមួយដែរហើយក្នុងផ្កាយយើងហ្នឹងដល់ពេលផ្ទុះហ្នឹងទៅកតិចអានេះមេតេអូរីតจะផ្ដុំគ្នាទៅផ្ដុំដុំភ្លើងណាផ្ដុំនេះច្រើនទៅកើតទៅជារបស់មូលមួយធំអាហ្នឹងជា planet ដីហើយ planet ដីជាភ្លើងនឹងដល់នឹងប្រមាណលានឆ្នាំទេដល់ទៅត្រជាក់ទៅរលត់ទៅហើយបានអញ្ចឹងយើងឃើញផែនដីយើងបដូរផែនដីយើងភ្នំភ្លើងផ្ទុះពីក្នុងមកខាងក្នុងគឺភ្នំភ្លើងហើយដល់នេះទៅហ្នឹងគេថាកើតជាទឹកសមុទ្រហើយទឹកសមុទ្រហ្នឹងគឺមកពីបងនិយាយសមុទ្រមួយទេអ៊ីដ្រូសែននិងអុកស៊ីសែនខ្ញុំនិយាយគ្រូសូមរូទេមិនច្បាស់មែនទេនេះហើយក៏មកទៅជាទឹកសមុទ្រហើយដល់ទឹកសមុទ្រទៅលលោកនឹងបោកនៅសមុទ្រទៅមានថ្មមានអីហ្នឹងទៅហើយដុះទៅជាស្លែឃើញទេដុះទៅជាស្លែទៅហើយដេសាលហ្នឹងនៅជាប់នឹងថ្មហ្នឹងអាលោកបោកមករាប់លានឆ្នាំទៅស្លែហ្នឹងវាផ្លិចផ្លក់ដល់ពេលនឹងប្រហែលលានឆ្នាំទេស្លែហ្នឹងក៏ដាច់ចេញពីថ្មហ្នឹងមកហើយចិត្តអណ្ដែតនៅក្នុងទឹកសមុទ្រហ្នឹងដល់យូរទៅបានទៅជាMedusa ណាដល់ទៅជា Medusa ហើយ Medusa ហ្នឹងគឺថាដូចជាដែលយើងនេះឲ្យមូលអញ្ចឹងមានជើងវែងពីក្រោយណាហើយចិត្តតែប្រមាណនឹងហែលនៅក្នុងទឹកហ្នឹងទៅរាប់លានឆ្នាំទៅបានคล้าย Medusa ខ្លះនៅតែ Medusa ប៉ុន្តែមានមួយក្រុមនោះគឺថាត្រង់ស្មេទៅជាត្រីហ្នឹងហើយដល់ទៅជាត្រីហើយត្រីហ្នឹងមានខ្លះនៅតែត្រីរហូតទៅមានត្រីមួយ category មួយនោះដល់ពេលទឹកគោកទៅអត់មានទឹកហែលចេះតែខំយកដែលសកៃហ្នឹងខ្វាយនៅលើផុកហ្នឹងដើម្បី déplacer ដើម្បីនេះណាហើយយូរទៅរាប់លានឆ្នាំទៅអាត្រីហ្នឹងคล้ายទៅជាសត្វដែលមានជើង4បាទដល់សត្វដែលមានជើង4ហើយបានយូរទៀតទៅសត្វហ្នឹងក៏คล้ายទៅជាស្វាដើរជើង4
ហើយស្វានៅជាស្វាប៉ុន្មានកាតេហ្គូរីស្វាមួយហ្នឹងចែកមកទៀតស្វាហ្នឹងដើរជើង4ដូចហ្នឹងយូរទៅស្វាដើរជើង2ពីព្រោះឈូកបេះផ្លែឈើខ្ញុំឃើញក្នុងតេឡេណាបាទបេះផ្លែឈើយូរទៅស្វាទៅជាទម្លាប់ឈរជើង2បានយូរទៅជាមនុស្ស primitive ហើយអត់តន់ចេះនិយាយអីទេមានការអូអញ្ចឹងទៅហើយដល់ទៅពេលកំណត់មួយស្វានឹងបែកជាក្រុមនេះក្រុមនោះទៅនៅលើផែនដីនោះក៏คล้ายទៅជាក្រុមមួយទៅដល់ចុងក្រោយទៅកើតទៅជាភាសានិយាយភាសាផ្សេងពីគ្នាហើយដល់យូរទៅមុនបងយូរហ្នឹងទៅអត់ទាន់មានគាត់ vocal ទេដល់យូរទៅបានមានគាត់ vocal ចេះនិយាយថាចេះចុះទៅរហូតមកដល់ចេះជ្រាបបាទហើយម្លោះហើយយើងដល់យើងដឹងថាមើលយូរទៅយើងនឹងគឺធម្មជាតិយើងកើតមកពីអ៊ុយនីវែកាយបិទបងដែលផ្ទុះទៅមកនិយាយដូចយើងមិញមកកលៈម្ដងមកកលៈដងទៅទៅជាមេឌីសទៅជាត្រីទៅកាយលើផុកទៅជាសត្វជើង4ទៅជាស្វាបានមកជើង2ទៅជាមនុស្សណាដល់និយាយចូលដល់កន្លែងហ្នឹងគឺថានិយាយចូលមកក្នុងកន្លែងយើងនឹកឃើញថាយើងដល់មើលយូរទៅកំណើតយើងដូចជាធម្មជាតិអញ្ចឹងគឺយើងកើតមកមនុស្សលោកដល់មើលយូរទៅកើតមកឪពុកម្ដាយនឹងប្រមាណតណរាប់លានតណមកគឺកើតមកពីអ៊ុយនីវែកើតមកពីផ្កាយមកពីអីទាំងអស់ម្ល៉េះហើយបើយើងគិតចូលដល់ហ្នឹងយើងមនុស្សលោកមិនគួរឆ្លោះគ្នាទេយើងគួរត្រូវនេះព្រោះយើងដូចជាបងប្អូននេះយើងដូចជាបងប្អូនបង្កើតប៉ុន្តែបងប្អូនបង្កើតធម្មតាទេគឺថាចេញឪពុកម្ដាយពីរាប់លានរាប់កោតឆ្នាំមកចេញមកពីអ៊ុយនីវែvoilà bon យើងដល់ថាអាហ្នឹងយើងដូចជាថា les enfants de l'univers ហ្នឹងដល់ voilà ហើយដល់អញ្ចឹងខ្ញុំនឹកឃើញថាជីវិតវាមាន fork 2ដូចយើងនិយាយពីមុនហ្នឹង universe វាមាន fork positive និង fork negative នោះដល់ពេលសក្យមុនីណាលោកត្រាស់ដឹងទៅលោកមើលឃើញយើងយក fork positive នៅក្នុង universe យកមកប្រើកុំយក fork negative គឺ fork negative ធ្វើឲ្យយើងឆ្លោះគ្នាបែកបាក់គ្នាធ្វើសង្គ្រាមធ្វើអីទៅឆាឆៅគ្នានិយាយបំបាក់មុខមាត់គ្នាអីទៅហើយយើងយក fork ល្អចឹងហើយបាននិយាយមកដូចថាបងខ្ញុំនិយាយចូលរបងទៅគឺថានៅក្នុងជីវិតយើងដែលកាត់មកពីអ៊ុយនីវែហ្នឹងវាមាន fork ល្អហើយនិង fork អាក្រក់ហ្នឹងហើយយើងសក្យមុនីលោកថាយកអា fork ល្អហ្នឹងជាលាលាដលាណាទាយកមកប្រើដើម្បីរួបរวมគ្នាហើយតកណាយើងកាលហ្នឹងចូលដល់សិត្រាទីកាលណាយើងអត់ចេះសិត្រាដលទីកម្រិតខ្ពស់ហ្នឹងដូចស្រុកខ្មែរយើងអញ្ចឹងយើងឡើងមកត្រឹមតែពុទ្ធសាសនាហិនយានមហាយាននៃបត្រៃបិដកយើងអត់ឡើងមកដល់សិត្រាដលទីចិត្តយើងដូរអត់កើតម្ល៉េះយើងចេះទៅតាមផ្លូវ negative ក្នុងជីវិតឆ្លោះគ្នាបែកបាក់គ្នាមើលស្រុកខ្មែរយើងម្ល៉េះហើយបានតែខ្ញុំមានសំណាងដែរដែលមករៀនមកជួបលេងសិត្រាដលទីនៅស្រុកបារាំងគឺថាបើខ្ញុំអត់ស្គាល់សិត្រាដលទីជីវិតខ្ញុំមិនដឹងភ្លឺណាទេហើយខ្ញុំដឹងគុណស្រុកបារាំងជា deuxième pays natal ដែលខ្ញុំមកស្គាល់គឺថាស្រុកខ្មែរខ្ញុំអត់បានតែប៉ុន្តែស្រុកជាស្រុកកំណើតខ្ញុំអត់ភ្លេចទេហ្នឹងហើយស្រុកបារាំងដូចថាបានមកស្គាល់ហើយមួយទៀតស្រុកមួយទៀតដែលសំខាន់យ៉ាងណាដែលជាដើមកំណើតយកសិត្រាទីមកប្រើគឺស្រុកជប៉ុនហើយមានខ្លះគេនិយាយខ្ញុំថាមកកម្មាញជាអ្នកចម្រៀងមួយចំនួនសិនស៊ីសមុទ្រដែរឥឡូវមិនក៏ភ្លេចកំណើតខ្លួនឯងមិនសូត្រពុទ្ធសាសនាយើងហ្នឹងណាទៅយកធម៌
ជប៉ុននេះណាយកមកសូត្រវិញណាំញូហូរ៉េនហ្គេឃ្យូអញ្ចឹងដូចជាផ្លិចកំណើតអានឹងមកពីយើងអត់ដឹងតាមការពិតយើងនិយាយទៅណាំញូហូរ៉េនហ្គេឃ្យូនោះគឺលោកសង្ឃជប៉ុននីសរិនដាយឈូនីងហ្នឹងលោកយកសិត្រាលុទីរបស់សក្យមុនីដែលយើងនឹងហើយយើងនឹងយើងរៀនតាពុទ្ធសាសនាសក្យមុនីយើងរៀនពុទ្ធសាសនា provisoire ដោយខ្ញុំនិយាយពីមុនរេបេតេម្ដងទៀតឲ្យយើងយល់ឲ្យច្បាស់សក្យមុនីលោកដល់បច្ចុប្បន្ន72ឆ្នាំបានលោកនិយាយផ្សាយធម៌សិត្រាលុទីលោកអត់ហ៊ាននិយាយពីមុនទេតែនិយាយពីមុនទៅមនុស្សលោកស្ដាប់អត់បានរត់ចោលលោកអស់ហើយម្ល៉េះហើយលោកនិយាយបដោះអាសន្នអង្គស័យមក provisoire មិនមែនជា definitive មិនចុងពោចបដោះអាសន្ន provisoire បើទៅភូមិនឹងមនុស្សអត់សូវចេះខ្ពង់ខ្ពស់ទេលោកនិយាយវាមួយយ៉ាងទៅមនុស្សមួយទៀតមានចេះដឹងកម្រិតល្មមលោកនិយាយមួយយ៉ាងទៀតទៅមនុស្សមួយទៀតចោលច្រើនភូមិនឹងស្រុកនឹងចោលច្រើនលោកនិយាយវាមួយយ៉ាងមនុស្សមួយទៀតគាត់ថាវាហើយទៅស្រុកមួយនិយាយមួយយ៉ាងទៅជាអង្គស័យមក provisoire ហើយមាននិយាយតអស់ទៅជា 84000 អង្គស័យហ្មងណា provisoire ហ្នឹងហើយយើងយកអង្គស័យមក provisoire ហ្នឹងយកមកសូត្រធ្វើជា definitive ដោយស្រុកខ្មែរយើងចឹងហើយបានយើងដូរកម្មវាអត់បានគឺនេះយើងមើលទៅ perfectial ferial គឺអញ្ចឹងមកហើយបានតែខ្ញុំដែលមានសំណាងនេះខ្ញុំរៀនមកយល់មកដល់ប៉ុណ្្នឹងបានតែយកធម៌ដែលក្នុងដែលចេះពីសុខង្កកៃនៅសុខបារាំងនេះយកមករៀនចែកបងប្អូនក៏ដែរម្ល៉េះហើយស្អីក៏ដោយដូចយើងនិយាយពីមុនគឺមកពីចិត្តទាំងអស់រេបេតេមិនទៀតច្បាប់ធម្មជាតិយើងដឹងហើយកើតមកត្រូវបរិភោគអាហារត្រូវទទួលទានដំណេកកាលណាយើងរឹងមិនព្រមបរិភោគអាហារមួយរងនេះទាំងដើរបច្ចេកច្បាប់ធម្មជាតិយើងรู้អត់កើតមកមានខែក្តៅខែត្រជាក់កាលណាតែខែត្រជាក់យើងមិនព្រមយើងយកជំនះច្បាប់ធម្មជាតិយើងមិនព្រមពាក់ក្រាស់ទុកទល់យើងនេះប៉ុន្តែមានច្បាប់ធម្មជាតិមួយស្អីក៏ដោយកើតមកពីចិត្តទាំងអស់ហ្នឹងខ្ញុំនិយាយរេបេតេម្ដងទៅឲ្យខ្លាំងណាស់កន្លែងហ្នឹងហើយយើងអត់ដឹងអាហ្នឹងចឹងហើយបានយើងធ្លាក់ដល់ប៉ុណ្ណោះយើងពុទ្ធសាសនាស្អីក៏ដោយតែក្រមសិត្រាដលុទីហើយអត់មាន fork anterior ខ្លាំងឲ្យដូរចិត្តយើងបានទេយើងរេបេតេម្ដងទៀតមនុស្សលោកកើតមកចាស់ក្មេងប្រុសស្រីយើងមានគ្រូក្បាលសាវោមករៀនចូលទៅដល់សវង scientific យើងចេះប៉ុន្តែសក្យមុនីលោកខានៅក្នុងខ្លួនយើងម្នាក់មានពុទ្ធនៅខ្លួនយើងគ្រប់គ្នាប៉ុន្តែយើងអត់សូត្រមកដល់សិត្រាលុទីពុទ្ធយើងនឹងអត់ត្រាស់ដឹងនៅគៀបកញ្ញងអញ្ចឹងម្ល៉េះតើយើងសូត្រមកដល់សិត្រាលុទីបានយើងអីកើតឥឡូវខ្ញុំកំពុងនិយាយនេះគឺរឿងហ្នឹងហើយយើងមើលស្រុកយើងត្រូវហ្វាក់តែអាចឃើញហើយមានសូត្រពុទ្ធសាសនាយើងសូត្រទៅណាខ្ញុំមិននិយាយថាពុទ្ធសាសនាយើងនឹងដែលមិនល្អទេពុទ្ធសាសនាយើងជាសំខាន់ជាអង្គស័យមក provisoire ដូចយើងរៀនសាលា primaire យើងរៀនមកយើងរៀនទៅដល់បាក់ហ្នឹងយើងនឹងប៉ុន្តែយើងត្រូវរៀនតទៅទៀតចូលទៅដល់សាវង scientific បានយើងត្រាស់ដឹងបានយើងដូរចិត្តយើងបានហើយយើងរៀនមកទើនៅទៅបាក់ហ្នឹងដោយពុទ្ធសាសនាហិនយានមហាយានបត្រៃបដងយើងអត់រៀនតទៅទៀតអត់មកដល់សិត្រាទីយើងងើបអត់រួចដល់យើងងើបអត់ស្រួលទៅស្រុកយើងនឹងវាដូរកម្មអត់បានចិត្តយើងវាដូរអត់បានម្ល៉េះហើយខ្ញុំរេបេតេមកថាកាលណាចិត្តយើងអត់ដូរ il n'y a ni la terre pure ni la terre impure la pureté c'est dans votre cœur si votre cœur est pur la terre est pure si votre cœur est impure la terre est impure គឺថានៅក្នុងគេនិយាយគឺជាច្បាប់ធម្មជាតិអត់មានទឹកដីណាបរិសុទ្ធមិនបរិសុទ្ធទេបរិសុទ្ធគឺនៅលើចិត្តយើងតែចិត្តយើងបរិសុទ្ធទឹកដីបរិសុទ្ធតែចិត្តយើងអត់បរិសុទ្ធទឹកដីអត់បរិសុទ្ធព្រោះយើងមើលស្រុកយើងដែលយើងអត់រៀនមកឡើងមកដល់សិត្រាលុទីក៏ដែរយើងចេះទៅឆ្លោះជេរគ្នាទៅវិញទៅមកក្នុង YouTube មិនចេះចប់តាំងក្រៅ YouTube តាំងអីទៅពួកម៉ាក់ដែរជួបគ្នានិយាយនេះយកឈ្នះយកចាញ់សែមកគេ I love you for ហើយសកត់គ្នាទៅវិញទៅមកក្តិចត្រួយគ្នាទៅយើងបង្កើតជាកម្មនៃកតិអង្គពាក់មកក្នុងជីវិតរស់នៅម្ល៉េះយើងងើបអត់រួចគ្នាស្រុកយើងធ្លាក់មកដល់ប្រព័ន្ធសត្រូវគេឆ្លៀនពៀនយើងហើយប៉ុន្តែមកពីយើងខ្សោយចិត្តយើងនឹងវានៃកតិវាទាញអាអង្គនៃកតិនឹងទាញអាមនុស្សដែលគេមិនល្អនៅចិត្តខាងយើងឲ្យគេមកវាយយកទឹកដីយើងមកពីយើងទាំងអស់ម្ល៉េះហើយបានខ្ញុំសុំនិយាយទៅបងថាឥឡូវនិយាយចូលទៅរឿងច្រៀងសិន
មនុស្សយើងដូចយើងនិយាយមិញមនុស្សលោកកើតមកប្រហែលរាប់លានឆ្នាំយើងកើតមកពីពីសារាយផ្លែកផ្លោះនៅក្នុងទឹកឯកើតមកបានមកដល់ជាអីបានមកដល់មនុស្សហើយមនុស្សនោះដូចស្វាអញ្ចឹងចំណុច primitive មនុស្សក្រោអញ្ចឹងហើយយើងតម្រាំបានមកចេញជាគប់វកាលតម្រាំចេះជ្រៀងមកដូចខ្ញុំនេះមិនដឹងយីទេហើយម្ល៉េះហើយឥឡូវយើងនិយាយតែរឿងភ្លេងហ្នឹងសិនយើងមនុស្សយើងកើតមកយើងជា nous sommes tous les enfants de l'univers ជាតិយើងរាប់លានរាប់កប់ប្រមាណអសង្ខ័យឪពុកម្ដាយយើងគឺ univers ដែលយើងកើតមកហើយយើងនឹងមនុស្សលោកដូចជាកំណើតចឹងដូចជាបងប្អូនបកើតយើងឆ្លោះគ្នាយ៉ាងម៉េចអាហ្នឹងមកពីយើងអត់យល់ដល់យើងអត់យល់អា univers ហ្នឹង fork negative fork demon វាប្រទាញយើងឲ្យទៅខាងនោះហើយខ្ញុំសប្ងៃហ្នឹងដែលកំពុងនិយាយបញ្យលសិត្រាដលូទីសហ្នឹងអា demon វាអត់សុបាយចិត្តទេវាប្រទាញមនុស្សលោកឲ្យចូលទៅក្នុងខាង demon ឲ្យយើងប្រទាញពីអាខាងអាដេញអា fork demon អាដេញ territoire demon ប្រទាញមកទៅចានតែប្រពុតវិញវាអត់សុបាយចិត្តទេវាលេងខ្ញុំខ្លាំងប៉ុន្តែធ្វើនោះមកឈ្នះពួកខ្ញុំក៏រឹចទៅតាមផ្លូវប្រពុតមកហើយម្ល៉េះហើយយើងកុំចំណែនគ្នាឥឡូវយើងនិយាយចូលមកដល់កន្លែងនេះទៅថាដូចយើងធ្វើស្វារេយើងច្រៀងលេងអ្នកនេះច្រៀងព្រោះបែបនេះជាងទៅអ្នកនោះច្រៀងព្រោះបែបនោះយើងថាយើងកុំផ្គូផ្គងយកឈ្នះជួយចាញ់ម្នាក់មានផ្លូវជីវិតផ្សេងរៀងខ្លួនមាន style ផ្សេងរៀងខ្លួនហើយបងជំទាវហោដូចខ្ញុំអញ្ចឹងកាលពីមុនទៅលេងអរិញបងបាទពើតាត់និយាយហើយបើនិយាយម្ដងទៀតទៅលេងស្វារេនេះគេមានឱកាសគេមួយអញ្ចឹងគេមានអ្នកច្រៀង 4-5 នាក់ហើយអ្នកម្ចាស់បុណ្យហៅខ្ញុំទៅបងឲ្យខ្ញុំក្រៅអីចឹងទៅថាបងឯងទៅលេងដែរទៅចូលច្រៀងក្នុងឱកាសហ្នឹងរួចអ្នកម្ចាស់បុណ្យហ្នឹងខ្ញុំឈរនៅពីក្រោមហ្នឹងកន្លែងពីហ្នឹងខ្ញុំមើលទៅឃើញក៏អ្នកម្ចាស់បុណ្យហ្នឹងយកกระดาษមួយទៅឲ្យអ្នកសាប់ឱកាសមើលគាត់ឃើញឈ្មោះខ្ញុំម្នាក់ឆ្លោះទឹកមុខដល់អញ្ចឹងគេលេងភ្លេងគេឲ្យអ្នកច្រៀងទី1ទៅច្រៀងចប់អ្នកច្រៀងទី2ចប់បើចប់អ្នកច្រៀងបោះថា5នាក់មកណាច្រៀងចប់ដល់ទី5ហើយបងថាខ្ញុំមានឈ្មោះទៅមិនបាច់មកឲ្យខ្ញុំច្រៀងទី6ចុះប៉ុន្តែគេអត់ព្រមទេគេឲ្យអ្នកច្រៀងទី1ទី2ទី3ទី4ទី5បើចប់ហើយគេមករទូមកអ្នកច្រៀងទី1ទៀតទី2ទី3រទូមកទៀត3 4សារខ្ញុំគេហៅឲ្យច្រៀងមក2ភ្លឺដែលមនុស្សចង់ទៅផ្ទះបុកសាលហើយគេណាឃើញអ្នកនោះធ្វើចិត្តអាក្រក់ដាក់ខ្ញុំឃើញអ្នកនោះអត់ដឹងទេប៉ុន្តែធ្វើអញ្ចឹងបាបហើយខ្ញុំពេលនោះក៏អត់តន់ស្គាល់សិត្រាលូទីក៏នេះទៀតខ្ញុំខឹងខ្ញុំស្អប់មនុស្សនោះខ្ញុំអត់មាត់បើខឹងចុះខ្ញុំបាបទៀតឃើញទេក្នុងមីលៀភ្លេងអ្នកឆាឆៅខ្ញុំបាបខ្ញុំអ្នកខឹងទៅវិញអត់ដឹងក៏បាបម្ល៉េះខ្មែរយើងក៏បាបក្នុងហ្នឹងរឿងភ្លេងផ្លន់អញ្ចឹងចូលក្នុងរឿងជីវិតរស់នៅដដើមនេះយកឈ្នះយកចាញ់ទៀតកាសេគ្នាទៅវិញទៅមកបាបទៅបាបមកបាបទាំងអស់រឿងនយោបាយក៏ដោយរឿងស្អីក៏ដោយអត់មាននិយាយការពិតរឿងស្រុកទេសទេនិយាយដើម្បីកាសេគ្នាជាលក្ខនៅពុតយកប្រយោជន៍ផ្ទាល់ខ្លួនបងប្អូនគឺយើងទៅខុសផ្លូវហ្នឹងដូចយើងដើរចុះទៅផ្លូវឋានក្រមយើងងើបអត់រួចស្រុកយើងបាយបើកណាមិនដូរទេណាស្រុកលលាយខ្មែរយើងចិត្តល្អប៉ុន្តែចិត្តល្អរបៀបដូចថាល្មាំងខ្ញុំឃើញដូចថាក្នុងបងនិយាយទៅថាមានខ្លះគឺថាកូនប្រុសគ្នាខ្ពស់មែនតែមនុស្សធំមែនតែហើយម្ដាយនៅអង្គុយហ្នឹងអោនក្បាលទៅដីទាំងក្រាបថ្វាយអង្គមម្ដាយអោនម្ដាយខ្ញុំជាកូនសុខចិត្តស្លាប់ខ្ញុំដឹងម្ដាយអ្នកមានគុណហើយអោនក្រាបទៅដល់ដីមកគេថាឃើញយើងមានទឹកចិត្តល្អក៏ប៉ុន្តែយើងមានទឹកចិត្តល្អយើងទៅតាមអាផ្លូវដែលវាអត់ល្អណាម្នាក់ហ្នឹងគេអត់ស្គាល់សិត្រាលូទីម្ល៉េះយើងមានតែទឹកចិត្តល្អប៉ុន្តែយើងទៅផ្លូវខុសអត់សិត្រាលូទីអត់ល្អអត់កែបានទេហើយយើងទៅផ្លូវល្អចិត្តល្អភក្តីភាពដៀងកងរៃប៉ុន្តែខុសផ្លូវពីសិត្រាលូទីកន្លែងហ្នឹងដែលសត្រូវគេចិត្តគេអត់ល្អទេប៉ុន្តែគេឆ្លាតជាងយើងគេឈ្នះគេយកទឹកដីយើងបានសំទោសហើយយើងបងមានចូលចិត្តដូចថា
ស្រឡាញ់ប្រយោជន៍ផ្ទាល់ខ្លួនពេកក្នុងពុទ្ធសាសនាគេនិយាយថាណែឯងគិតប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែឯងគិតប្រយោជន៍អ្នកដទៃហើយនឹងប្រយោជន៍ស្រុកទេអូហើយយើងគិតតែប្រយោជន៍ផ្ទាល់ខ្លួនអត់គេតែម្ល៉េះហើយយើងទៅតាក់ទងអាស្រុកគេខាងក្រៅដើម្បីឲ្យគេមកអែបពីក្រោយខ្នងយើងដើម្បីឲ្យគេដាក់ប្រវត្តិយើងឡើងខ្ពស់ទៅយើងកាន់កាប់ទៅហើយស្រុកទេយើងអត់រវល់មិនមែនមកទៅឥឡូវទេតាំងពីណាពីណីមកពីអីមកពុទ្ធសាសនាយើងនឹងដូរកម្មនឹងអត់កើតយើងនៅតែធ្វើខុសផ្លូវរហូតឥឡូវខ្ញុំលើកដៃស្ពះអង្វរបងប្អូនផ្លូវនៅកន្លែងហ្នឹងសូត្រសិត្រាលោទីទៅចិត្តយើងដូរហើយខ្ញុំពីមុនក៏អត់ដូរដែរឥឡូវខ្ញុំចាប់ដូរបងឥឡូវខ្ញុំសូមនិយាយរឿងមួយរឿងផ្ទាល់ខ្លួនហើយខ្ញុំសូមទោសបងអូននៅពីនេះទៅយកទៅរឿងយកមកនិយាយមិនមែនថាយករឿងផ្ទាល់ខ្លួនខ្ញុំមកនិយាយដើម្បីស្អីទេប៉ុន្តែហ្នឹងគឺថាយើងយកការពិតមកនិយាយចែកគ្នាទៅខ្ញុំនិយាយខ្ញុំភ្លេចនិយាយថាYouTube តែនិយាយឥឡូវហ្នឹង Numero Vid ហ្នឹងគឺនិយាយ experience personnel បាទគឺថាខ្ញុំមកដល់ស្រុកបារាំងហើយដល់ជួបខ្មែរម្នាក់នៅប៉ារីហ្នឹងគេថាបងឯងនេះចឹងណាខ្ញុំមានaddress ប្អូនមកកញ្ញុលខ្សែបកែបាសេខ្ញុំក្រុងគេក៏ឲ្យមកខ្ញុំក៏តាក់ទងទៅហើយខ្ញុំឲ្យឃើញចិត្តខ្ញុំអត់ដូរយើងអត់តន់ស្គាល់សិត្រាលូទីសមានម្នាក់គេនិយាយត្រូវពាក្យហ្នឹងខ្មែរហ្នឹងគេថាខ្មែរយើងអត់ចេះទុកចិត្តទេគឺថាខឹងយើងទុកចិត្តអត់បានយើងខឹងក្នុងរវាង 2-3 minutt នេះចង្កាលខូចការរាប់ឆ្នាំកែអត់ឡើងដូចខ្ញុំអញ្ចឹងខ្ញុំឆ្លោះជាមួយប្អូនខ្ញុំអាហ្នឹងមកពីកម្មយើងហើយខ្ញុំហើយនឹងប្អូនខ្ញុំនិយាយសំណោះខ្ញុំសំទោសញ៉ាំណាយើងងាប់អានគឺយើងយក experience យើងនិយាយចែកបងប្អូនដើម្បីចេះដឹងទាំងអស់គ្នាខ្ញុំនឹងកញ្ញុលចាប់ដៃគ្នាម៉េចយើងឥឡូវបងប្អូនប្រពន្ធអ្នកស្លាប់អស់5នាក់នៅសល់តែ2នាក់ទេឥឡូវយើងចាប់ដៃធ្វើម៉េចឲ្យយើងត្រូវគ្នាកុំឲ្យកម្មអាក្រក់ដូចប៉ាប៉ាហេងទឹកពេញឪពុកខ្ញុំណាគាត់មានប្អូនមួយឈ្មោះទឹកពេញហើយបែកគ្នាទៅដោយសារដូចចាស់ទៅស្រឡាញ់តែប្អូនខ្ញុំទឹកពេញអត់ស្រឡាញ់ឪពុកខ្ញុំបងយ៉ាងទៅហើយទឹកពេញហ្នឹងក៏បែកគ្នាទៅសុកសៀមទៅស្រាប់តែលឺសូរស្លាប់ហើយបាទបងតាប្អូនស្លាប់ហើយដល់អញ្ចឹងកញ្ញុលលេងខ្ញុំចាប់ដៃនេះថាយើងធ្វើម៉េចត្រូវគ្នារហូតកុំឲ្យទៅដូចនេះប៉ិនបងប្អូនដឹងទេអាចិត្តចង់ទៅអញ្ចឹងប៉ុន្តែយើងឡើងមកដល់អត់ដល់សិត្រាលូទីសឆ្លុះគ្នាតលបានបែកគ្នា6-10ឆ្នាំហើយពេលនោះទៅសារហេតុអីខ្មែរយើងទៅជួបគ្នាទៅស្វារេហ្នឹងដូចថាដដើមនេះស្លៀកពាក់យកស្អាតបាតអីចឹងណាហើយបងចាំទៅហើយក្មេងៗវាបងនិយាយនេះយ៉ាងម៉េចហ្នឹងប្រាប់អាកូនស្រីខ្ញុំទៅស្លៀកពាក់ធម្មតាទៅបានយកកៅធម្មតាទៅមិនបាច់ទេអូយកូនគេទៀតហ្នឹងគឺយកស្តាអាវយករ៉ូបអីណាក្មេងៗពាក់ទៅដល់ទៅការគេហៅដល់ពេលចេញទៅការគេហ្នឹងកូនគេទៀតគឺពាក់មកសិតតែចេញរ៉ូបអីស្អាតបាតអដេញគេថាជាសម្ភារពាក់ស្អាតបាតបុនទៀនណាចំណែកអាកូនស្រីខ្ញុំវាអត់ដឹងគេថាឲ្យលាពាក់ធម្មតាទៅយកអាវទៅគេយកអាវធម្មតាទៅយីងអីកពេចកប៉ុកទៅអាកូនស្រីខ្ញុំវាដឹងតែគេប្រឆោតទៅវាចាប់យំល្ងងមកបងប្អូនពេលដល់ពេលអាកូនស្រីខ្ញុំវាយំអញ្ចឹងវាមកប្រាប់ប្រពន្ធខ្ញុំម្ដាយវាម្ដាយមកប្រាប់ម្ដាយខ្ញុំមិនប្រាប់ប្រពន្ធខ្ញុំឆេះឈុលណាមកដល់ប្រពន្ធនៅមកប្រាប់ខ្ញុំក្តៅឆេះឈុលដល់ខ្ញុំឆេះឈុលហើយខ្ញុំទៅនិយាយមួយប្រពន្ធកញ្ញុលថាឲ្យឆេះឈុលទៀតប្រពន្ធកញ្ញុលទៅនិយាយកញ្ញុលទៀតតទៀតឆេះឈុលខឹងគ្នាបែកគ្នា6-10ឆ្នាំបងប្អូនគឺនេះអាហ្នឹងគឺមកពីចិត្តទាំងអស់ហើយដល់ពេលនោះបើសិនខ្ញុំស្គាល់សិត្រាដឡូទីសអាកូនស្រីខ្ញុំនឹងវាមកនិយាយប្រាប់ប្រពន្ធខ្ញុំក៏ដោយបើប្រពន្ធខ្ញុំយល់សិត្រាដឡូទីសដែរដូចឥឡូវហ្នឹងទុកចិត្តបើប្រពន្ធទុកចិត្តអត់បានមកខ្ញុំទុកនៅតំណឹងនិយាយស្រួលគឺវាចប់អាកម្មនោះវាអត់តទៀតហើយខ្ញុំអត់ដឹងនិយាយទៅវាទៅដល់ខ្ញុំ
ចាក់ទៅទំពងដល់ប្រពន្ធកញ្ញុលនិយាយសម្ដីអាក្រក់ឲ្យគេទៅប្រពន្ធកញ្ញុលថាទៅកញ្ញុលទៀតអីចឹងទៅហើយអាហ្នឹងបានដូចខ្មែរយើងគេនិយាយម្នាក់មិញគេថាខ្មែរយើងអត់ចេះទប់កំហឹងទេអត់ចេះទប់កំហឹងទេដែលយើងតែ2 3 minu ទេប៉ុន្តែខូចការយូរហ្មងហើយចង្កាកែអត់ឡើងដល់មកខ្ញុំបែកគ្នា6 10ឆ្នាំដល់ពេលមកខ្ញុំចាប់ស្គាល់សិត្រាដុលទីសខ្ញុំសុំព្រះអង្គមកថាព្រះអង្គ Gonzon ហើយបើព្រះអង្គ efficace មែនព្រះអង្គសូមព្រុសឲ្យខ្ញុំឃើញខ្ញុំចង់ជាជាមួយបងអូនខ្ញុំវិញធ្វើម៉េចដើម្បីឲ្យជាដូចខ្ញុំចិត្តសូត្រណាំញោមរៀងគេខ្ញុំសូត្រទៅស្រាប់ដល់ពេលថ្ងៃមួយអាហ្នឹងជា experience personal ហ្នឹងគេថា tick Nimerovit ស្រាប់ប្រពន្ធកញ្ញុលទេមកខ្ញុំបងខ្ញុំដូរលេខ telephone ហើយបានថាជុំអត់និយាយគ្នាមកកណោប្រហែល6 10ឆ្នាំស្រាប់តែលើដូរលេខទៅមកប្រាប់គ្នាយកលេងនិយាយហើយខ្ញុំវាសុបាយពីអស់កខិបកខុបនិយាយអត់ចេញហើយតាំងពីពេលនោះក៏ចាប់ត្រូវគ្នាតិចតិចមកបានឡើងចុះមកវិញមកបានត្រូវមកដល់ឥឡូវឃើញទេហ្នឹងហើយចឹងហើយបើខ្ញុំអត់ជួបសិត្រាដុលទីណាំញូហូរ៉េនហ្គេឃ្យូសិត្រាដុលទីព្រះអង្គសក្យមុនីដែលជាប៊ូដាហ្វុងដាទ័រអ្នកត្រួសត្រាយផ្លូវមុនគេហើយនិស្សរិនជាលោកសង្ឃជប៉ុនដែលត្រាស់ដឹងដោយសារសម្រួលពាក្យណាំពាក្យសិត្រាដុលទីមកជាណាំញូនៃឃ្យូសូត្រតែពាក្យណាំញូនៃឃ្យូមកឃ្លានទេ correspond នឹងមើលសិត្រាដុលទី7 volume ដល់អញ្ចឹងខ្ញុំចាប់ដូរកាន់ឃើញឥឡូវបាទឥឡូវខ្ញុំសូមនិយាយទៀតខ្ញុំសូមទូបងប្អូនខ្ញុំសូមនិយាយរឿងមួយទៀតរឿងនេះវាមិនទេប៉ុន្តែត្រូវយកមកនិយាយដើម្បីយើងចែកគ្នាស្ដាប់ឲ្យខ្ញុំនិយាយមិនមែនចាក់ចោតណាស្អប់ទេគឺថាខ្ញុំក៏មានទៀតដែរបងដូចជាខ្ញុំហើយនឹងស៊ិនស៊ីសមុទ្រស៊ិនស៊ីសមុទ្រគាត់ស្គាល់បងប្អូនខ្ញុំបងខ្ញុំក៏ស្គាល់ពៅសិភោដូចគ្នាដល់ទៅលេងអរិញស្វារេអរិញកាកក្បាលក្រហមនៅកែបអកេសពៅសិភោហ្នឹងគាត់លេងច្រៀងជាមួយសមុទ្រអីហ្នឹងហើយបងខ្ញុំគាត់ស្គាល់សមុទ្រគាត់ទៅនិយាយប្រាប់ពៅសិភោថាឲ្យខ្ញុំកំាច់ឡើងច្រៀងផងឲ្យយើងទៅច្រៀងណាសមុទ្រឃើញអញ្ចឹងដឹងថាខ្ញុំចង់ទៅច្រៀងសមុទ្រគាត់សុំពៅគាត់ប្រាប់ពៅសិភោឲ្យច្រៀងបត់គាត់រហូតគាត់ថាខ្ញុំអត់បានឡើងដល់ពេលសមុទ្រគាត់ឡើងច្រៀងណាគាត់មើលមកខ្ញុំហើយខ្ញុំចេះមើលទៅគាត់ពួកយើងក្មេងអត់ដឹងអីមើលទៅគាត់ចេះមើលខ្ញុំអាញឹមដល់យូរទៅខ្ញុំដូចជាអត់ហ៊ានមើលគាត់កិច្ចខ្សែភ្នែកចេញហើយមកក៏បានន័យថាម៉េចហើយកូនក្មេងចង់មកជាងឯងមិនឲ្យជាងហើយដល់ចឹងសមុទ្រគាត់ចិត្តអាក្រក់កន្លែងហ្នឹងគាត់បាបហើយខ្ញុំអត់និយាយទេប៉ុន្តែតាំងពីសមុទ្រធ្វើយ៉ាងដាក់ខ្ញុំគុំគួននឹងសមុទ្រខ្ញុំស្អប់គាត់គឺខ្ញុំបាបទៀតឃើញទេអានឹងបានថាយើងអត់ស្គាល់ផ្លូវជីវិតដល់ល្មែនតែនយើងម្នាក់មានផ្លូវជីវិតខុសគ្នាឪពុកខ្ញុំគាត់មាននិយាយហើយគាត់ថាឯងកម្មាចកញ្ញុលបងខ្ញុំសាប់អកេបាសេខ្ញុំក្រុមច្រៀងលេងភ្លេងច្រៀងលេងសប្បាយតែពេលវាកបានហើយកុំយកអានឹងធ្វើជាមុខរបរខ្មែរគេមិនអោយតម្លៃទេខំរៀនខំសូត្រទៅវិញទៅបានខ្ញុំមកទៅរៀនខាងគំនាបប្អូនខ្ញុំទៅរៀនខាង architect អីទៅចំណែកសមុទ្រគាត់ធ្វើពេទ្យជា infirmier មួយទៅគាត់ឈប់គាត់គង់វគ្គទៀតទៅជាងរហូតមកហើយពីដើមអ្នកច្រៀងនោះអត់មានលុយកាក់ទេសមុទ្រនោះគាត់តាំងពីជិះម៉ូតូសិលិចតាំងអីកប៉ិចកប៉ុកពេលនោះខ្ញុំឃើញគាត់ជិះកាត់តាំងមកទាំងរហូតដល់គាត់មានឡានទិញឡានជិះបានអ្នកច្រៀងហើយឡាននៅស្រុកខ្មែរថ្លៃអត់មានណាទិញបានសមុទ្រគាត់មានគាត់ទិញឡានបានឃើញទេសមុទ្រគេស្គាល់ល្បីដល់ប៉ុណ្ណឹងដោយសារផ្លូវជីវិតគាត់ក៏យកធ្វើជា profession គាត់ល្បីខ្លាំងទៅតាមនឹងចឹងទៅហើយចំណែកខ្ញុំឪពុកខ្ញុំគាត់ថាណែកូនឯងច្រៀងនឹងយកតាសបាយពេលវាកងបានហើយខំរៀនកុំសូត្រកុំមើលគ្នាផ្លូវខុសគ្នាហើយដល់អញ្ចឹងទៅយើងទៅផ្គូផ្គងចំណែកមួយគាត់យ៉ាងម៉េចសូមទូតនិយាយពីដើមខ្ញុំគាត់គេថាអ្នកសមុទ្រគាត់ច្រៀងមកនេះមួយព្រោះ
ខ្ញុំខ្នក់ចិត្តអន់ចិត្តខឹងចំណែកគាត់គេនេះហើយដល់ពេលឥឡូវស្គាល់ស្ត្រាល់ទីអត់ទេតែណាសមុទ្រគាត់ច្រៀងព្រោះគាត់និយាយថាគាត់ច្រៀងព្រោះមែនគាត់មាន style មួយរបស់គាត់ហើយគាត់ជា representative គុលទាខ្មែរផងមិនតំញើគេនេះហើយខ្ញុំមិននឹកឃើញខ្ញុំច្រៀងអកេសបាសេចាំក្រុងអាគាត់ឯអង្គហ្នឹងយូរហើយហ្នឹងមុនអកេសហ្គីតាមកកញ្ញុលសាក់គេហ្នឹងហើយដល់ពេលឈប់ទៅបងគេឈប់ទៅបើអត់មានខ្ញុំទៅច្រៀងលេងជាមួយពៅសិភោតាមរ៉ាឌីយ៉ូអីខសួងឃោសនាការ direct ណាហើយបូកនឹងតាមបាសេខ្ញុំក្រុងដល់ចុងក្រោយមកកញ្ញុល forme ជាដែលអកេសហ្គីតាបាសេក្រុងទៀតទាំងអស់ហ្នឹងខ្ញុំច្រៀងនឹងបានទាំង40 50បទផងប៉ុន្តែមកឈ្មោះខ្ញុំបានល្បីប៉ុណ្ណឹងហើយសមុទ្រគាត់ច្រៀងច្រើនប៉ុន្តែគាត់ល្បីខ្លាំងស្នោមកហើយខ្ញុំមិនបានប៉ុណ្ណឹងនឹងទៅមើលចឹងបានខ្ញុំនឹកឃើញថាអានេះជាកម្មរបស់ខ្ញុំអត់មានបានទៅហាត់ច្រៀងគ្រូ professor ឯណាទេប៉ុន្តែវាមកជាមកបានប៉ុណ្ណឹងហើយខ្ញុំមានខ្លះគេនិយាយទៅថាកម្លាំងរៀននៅដេកាគេមាននីវ៉ូគុលទាគេខ្ពស់គេនិយាយមកខ្ញុំណាម៉ាយឯងច្រៀងបទប្រមាណដោយបទសំណោះទីកន្លែងទឹកភ្នែកជុំវត្តសាយអីហ្នឹងណាជំនួសត្រជាព្រះច័ន្ទចេញចែងខ្ញុំជីទូលេងជាមួយសង្សារហើយតែបងអាចាំនិយាយជាងហើយគេថាម៉ាយឯងមាន génie មួយខ្ពស់ហើយល្អដែលសមុទ្រធ្វើអត់កើតហើយ génie ហ្នឹងមែនតើមិនខ្ញុំគាត់តែច្រៀងតែប៉ុន្តែ génie ហ្នឹងបងខ្ញុំទី3ណាមកសម័យណាគាត់តែងហើយគាត់តែងបទលេងទឹកភ្នែកជុកកសែងសំណោះទីកន្លែងប្រច័នពេញរូបពីនេះអត់មានតាណាធ្វើបានណាស្ទីងហ្នឹងគឺខ្ញុំកើតមកប៉ះចំបងមួយដែលបកកែតសេនឹងឲ្យខ្ញុំបានល្បីដល់ប៉ុណ្ណឹងច្រៀងទៅថាបានល្បីប៉ុណ្ណឹងគឺនេះម្នាក់មានផ្លូវជីវិតផ្សេងរៀងខ្លួនមានកាលណាផ្សេងរៀងខ្លួនហើយសមុទ្រគាត់តែងច្រើនណាស់គាត់ល្បីតាំងពីអ្នកស្រែចំការរហូតដល់មនុស្សខ្ពស់មនុស្សតាំងពីជាន់ខ្ពស់ទៅទៀតចូលចិត្តគាត់ទាំងអស់អាហ្នឹងជីវិតរបស់គាត់អញ្ចឹងយើងតែចំណែនយ៉ាងម៉េចឃើញទេបងបងខ្ញុំនិយាយកន្លែងហ្នឹងហើយឥឡូវមិនពីស្វារីក៏និយាយហើយដែរហ្នឹងហើយនិយាយតនកន្លែងហ្នឹងហើយយើងចំណែកនេះចាក់ចូលគ្នាហើយជីវិតរស់នៅរឿងនយោបាយក៏អញ្ចឹងរឿងមិត្តភ័ក្តិអីណាក្នុងគាត់ថានិយាយគាត់ថាក្នុង YouTube គេគាត់និយាយគាត់ថាយកខ្លួនឯងសម្បើមណាហើយក្នុងរឿងជេងក៏អញ្ចឹងទៀតហើយកាលណាយើងច្រៀងម្នាក់តាឡើងទៅលេងភ្លេងហ្នឹងណាគឺមានកំណត់ថាដូចឡើងទៅដល់បុកហ្នឹងឡើងទៅលើរិញដល់បុកយកឈ្នះយកចាញ់គ្នាហ្មងហើយតាមការពិតច្រៀងមិនអញ្ចឹងណាយើងម្នាក់នេះសមុទ្រគាត់ជាងប្រុសគាត់ទៅខ្ញុំជាងប្រុសយកខ្ញុំទៅអ្នកទៀតណាណៃសូសវិលរស់សេរីសិទ្ធិអីណាទៅទាំងប្រុសទៅហើយយើងទៅយកផ្គូផ្គងគ្នាទៅអីហើយដល់ឡើងចង់យកឈ្នះយកចាញ់គ្នាអញ្ចឹងអានឹងយើងឡើងទៅច្រៀងលេងដើម្បីសប្បាយឲ្យយើងយល់ឃើញថាច្រៀងទៅគៀសដៃទៅកាសេគ្នាខ្ញុំសុំទោសមានដោយខ្ញុំអកកែបាសេខ្ញុំក្រុមមានខ្លះហ្នឹងអត់ទាន់ចេះដេញហ្គីតាទេប្អូនខ្ញុំមកកញ្ញុលសាប់អកេសាប់ដៃខ្ញុំក្រុមចេះដេញទៅពេះទៅប៉ាប៉ុនខ្ញុំយកមកបង្រៀន form មេដើម្បីឲ្យចេះហើយទៅបានចូលឈ្មោះនៅក្នុងក្របថាបាសេចាំក្រុមហើយដល់ពេលគេស្គាល់តែជាបាសេខ្ញុំក្រុមដែរបងដល់ទៅពេលទៅលេងតួនេនៅស្រុកអាមេរិកខ្ញុំមិនបាច់ថាសូមដឹងគុណរិញបាក់សេចាំក្រុងផងមកកញ្ញុលជួយ form មេបានមានឈ្មោះគេស្គាល់មិនដឹងក៏ហីទៅចុះប៉ុន្តែមិនមែនអញ្ចឹងទេគឺថាមិនធំតាមិននេះទេគឺថាគៀសយើងចេញដើម្បីយកមុខមាត់ខ្លួនឯងមកគាត់ម្នាក់តែទៅនោះគាត់ថាដូចជាឡើងដល់បុកនៅលើរិញត្រូវដាក់ឲ្យណៃដួលកោដើម្បីខ្ញុំឈ្នះខ្ញុំខ្លាំងជាងគេអានឹងឲ្យដេកបាក់
នឹងឲ្យតែជាប្រកាសជាកម្មនៃកតិរលាយស្រុកដោយសារហ្នឹងគេថាមកពីយើងអត់យល់រឿងច្រៀងរឿងភ្លេងរឿងនយោបាយរឿងជីវិតរស់នៅប្តីប្រពន្ធនេះក៏ដល់ចង្កាត់ឆ្លោះកាសែដែរបងឥឡូវខ្ញុំមិនទាន់នឹកឃើញមានខ្លះដូចថាអានេះប្រពន្ធគ្នានិយាយថាបងពេលបងឯងទៅធ្វើការយកឆាត់ទៅផងមួយប្តីមិនយកទៅទេធ្វើតាមប្រពន្ធខ្លាញ់អន់ក៏ដែរចង់ធ្វើខ្លួនឯងខ្លាំងដល់ពេលអត់យកឆាត់ទៅដល់ទៅពេលទៅដល់ទៅធ្វើការមកវិញភ្លាមទូរស័ព្ទឲ្យប្រពន្ធយកឆាត់យកទៅឲ្យខ្លួននៅដេញមេត្រូដើរមកឲ្យប្រពន្ធនឹងកាន់ឆាត់ខ្លួនឯងមួយយកឆាត់មួយទៀតទៅឲ្យឃើញទេគឺធ្វើសកត់មកឃើញទេឃើញប្តីប្រពន្ធអត់មានគោរពគ្នានឹងតាមច្បាប់សិទ្ធិទូទីប្តីប្រពន្ធអង្គសើ respect គោរពគ្នាទៅវិញទៅមកពួកម៉ាក់ក៏ដែរអង្គសើ respect គឺយើងអត់ទេហើយម្នាក់សូមនិយាយដល់ត្រង់ឃើញទេធ្វើអញ្ចឹងដាក់ប្រពន្ធដល់ប្រពេលថ្ងៃមួយប្រពន្ធចាក់លោកទៅយកសក់ប្រពន្ធនឹងយកមកធ្វើជាដេញបតោកអីនឹងហើយយកមកដាក់ហ្នឹងក៏ដែរមនុស្សនៅរួមមិនចិត្តស្រឡាញ់នៅរាប់អានទេដល់តែចាក់លោកទៅបាត់ទៅហើយបានយកសក់ប្រពន្ធយកមកដាក់ធ្វើស្រឡាញ់ហើយកុំណាណាច្រៀងបត់លលោកញីឈ្មោលអីអត់បានទេកំសត់ណាយំនៅមុខគេមកឃើញទេឃើញដើរផ្លូវខុសបងម្ល៉េះហើយស្អីក៏ដោយគឺធំមកពីចិត្តទាំងអស់ខ្ញុំនិយាយខ្លះទៅកុំឲ្យបងនេះបងឥឡូវខ្ញុំនិយាយថាexam មួយទៀតទៅយ៉ាង personal ការខ្ញុំដែលធ្វើការនៅដែលអាស្រមនៅត្រីសៀមខ្ញុំធ្វើអញ្ចឹងទៅខ្ញុំប្រកាសចាត់ចែងកិច្ចការនៅក្នុងហ្នឹងប៉ុន្តែតាក់ទងគ្នាយ៉ាងក្រៅខ្ញុំអត់ចេះទេហើយប៉ាត្រុងហ្នឹងគាត់តាក់ទងពីក្រៅយកមកឲ្យខ្ញុំធ្វើការខ្ញុំរៀបចំស្អាតបាតដល់រៀបចំស្អាតបាតហើយគាត់ឃើញខ្ញុំរៀបចំស្អាតបាតគាត់លែងត្រូវការខ្ញុំគាត់រុញខ្ញុំទៅឲ្យកាន់អាខាង service មួយទៀត comptability ហើយគាត់ថាបងអូនឯងបងឲ្យទៅកន្លែងហ្នឹងបងឲ្យប្រាក់ខែបងអូនឯងល្មមទេអត់ច្រើនណាស់តិចទេប៉ុន្តែបងអូនឯងធ្វើ dossier មួយបានបងឲ្យបងអូនឯងប៉ុណ្ណេះក៏ឲ្យកុំមីសុងធ្វើ dossier 2ចុះបើមួយខែធ្វើ dossier បាន15 10បងអូនឯងប្រហែលទឹកបូកនឹងបានសាលាដឺបាទៅទៅយីប្រហែលបងឯងរយណាបានខ្ញុំជឿគាត់ដល់ពេលខ្ញុំទៅធ្វើវាអត់អានោះដូចមនុស្សវាឈឺដូចតែ society កងតាដូចមនុស្សវាឈឺចង់ដាច់ខ្យល់អត់កើតបើសិនណាខ្ញុំប្រកែទៅធ្វើស្រង់បានតង់ញើបើអត់ណាហើយដល់អញ្ចឹងខ្ញុំមើលឃើញថាខ្ញុំចាញ់បោកគាត់ណាឃើញទេគាត់តែ profit ខ្ញុំគាត់ក៏បាបដែរជីវិតគាត់អត់ស្រួលសោះហ្មងហើយខ្ញុំខឹងជាមួយគាត់ឃើញគាត់បោកខ្ញុំអាកន្លែងនេះវាអត់ដើរសោះមួយខែអត់មានដូចជាមួយមកគាត់ថាអត់មកគឺថាហ្នឹងដូចជាដល់អញ្ចឹងទៅខ្ញុំអន់ចិត្តនឹងគាត់អា society ទុកដល់ពេលទៅដល់ depot belong ទៅ Soma Economic ទៅខ្ញុំបានអាលុយ Soma នឹងច្រើនណាដល់អញ្ចឹងខ្ញុំយកអាលុយ Soma នឹងប្រពន្ធខ្ញុំធ្វើជានៅ Boulangerie របស់គេទេហើយ Boulangerie គេនឹងគេ profit ទេយើងគេរស់ស៊ីទៅវាបាន client វាអស់ហើយវា saturate ហើយដូចថាហ្នឹងគេយកមកលុកឲ្យយើងអត់ដឹងទៅទិញដល់ទៅទិញទៅណាអាហ្នឹងគឺបាបយើងដែលយើងខឹងនឹងតែប៉ាត្រុងយើងហ្នឹងយើងអត់លវីលវល់យើងខឹងស្អប់គុំគួរហ្នឹងអាលុយតែSoma Economic យើងបានមកណាយើងបូកនឹងលុយសំបូកនឹងលុយខ្ចីគេយកទៅទិញ Boulangerie ហ្នឹងអាលុយនឹងវាលាយទៅវិញទាំងអស់បងប្អូនស្អីក៏ដោយមកពីចិត្តទាំងអស់យើងធ្វើអីក៏ដោយយើងរស់ស៊ីអីក៏ពេចកពុកជាមួយពួកម៉ាក់ក៏ដោយជាមួយបងប្អូនក៏ដោយតែកាលណាចិត្តយើងអត់ល្អហ្នឹងអារបស់ហ្នឹងគឺអត់ដាច់ចឹងមកចិត្តធំណាស់ណាហើយកុំនេះសោះខ្ញុំសុំនិយាយបងឥឡូវមើលទៅដល់កន្លះម៉ោងជាងទៅហើយបងសូមនិយាយតិចទៅបងនិយាយកាត់ទៅណាគឺថា l'homme qui pratique le sutra ne lotus ne laisse jamais troubler par les femmes
ប្រុសកណាអត់សូត្រសិត្រានុទីខ្សោយដល់ពេលសូត្រដល់សិត្រានុទីប្រុសហ្នឹងគាត់ថារៀបចំចិត្តបានអត់ទូលលេច្បោកច្បល់ចិត្តដោយសារស្រីទេណាហើយខ្ញុំបងកាលពីដើមហ្នឹងបងនិយាយសុំនេះណាខ្លួនឯងជាអ្នកចេះច្រៀងម្ល៉េះហើយគេចូលចិត្តស្រីចូលចិត្តម្ល៉េះហើយយើងអត់ដឹងយើងឃើញគេចូលចិត្តសុបាយហ្វាន់របស់យើងទៅគួសមគេនោះគួសមសាំងសែរងទីហួសលីមីតវាទៅរំខានដល់អរិញគ្រួសារខាងស្រីហ្នឹងខ្ញុំអត់ដឹងទេដល់ល្បិមើលរីពីហ្នឹងគេនិយាយថាបងខ្ញុំរេបទេមកទៀតជាច្បាប់ធម្មជាតិក៏មនុស្សតែកណាមានសិទ្ធស្រីប្រុសខុសគ្នាបតៃតែមានអតិរេទៅត្រូវយើងចេះទុកអាហ្នឹងបានគេថាអានេះមិនមែនពុទ្ធទេណាអានេះ psychology ដែលខ្ញុំមើលពីមុនមកប៉ុន្តែមើលពីមុនមកមើលហើយអត់យល់តមកប៉ាស៊ីតរ៉ាទីបានយល់មែនទេកូនស្រីគឺថាគ្នាមានអត្តសញ្ញាណជាប់ជំពាក់ទៅនឹងឪពុកកូនប្រុសមានជាប់ជំពាក់ទៅនឹងម្ដាយបានគេប្រាប់ថាឪពុកម្ដាយអ្នកឯងកុំសងទីនឹងកូនស្រីកូនប្រុសហួសហេតុពេកតើកណាអ្នកឯងសងទីហួសហេតុពេកកូនស្រីយើងជាប់ជំពាក់មកនឹងឪពុកកូនប្រុសនេះជាប់ជំពាក់ទៅនឹងម្ដាយដល់គ្នាធំគ្នាពិបាកនឹង détaché ចិត្តពីយើងឪពុកម្ដាយដើម្បីទៅរកគូសកលជីវិតរបស់វានោះឃើញទេហើយដល់ខ្ញុំយល់កន្លែងហ្នឹងអត់ច្បាស់ដល់ប៉ាសន្ត្រាដូទីនិយាយមិញគេថាឡោគីប្រតិលើសន្ត្រាដូទីមិននេះទ្រូបេសាគេទេតលមកប៉ាសន្ត្រានេះមានពីរសងខ្លាំងមកចាប់យល់ខ្លាំងឥឡូវខ្ញុំរៀបរៀបពីទៅនិយាយគួសមគេហ្វាន់គេចូលចិត្តយើងជ្រាវប៉ុន្តែគឺត្រូវទៅតាមកម្រិតអត់មានឲ្យតែហួសកម្រិតទេគេទេបងឥឡូវតទៅទៀតមួយទៀតបានគេថាមួយទៀត la joie et la souffrance ce sont deux réalités inséparables de la vie ការសប្បាយហើយនឹងការរងទុក្ខវេទនាជា reality ទាំងពីរក្នុងជីវិតរស់នៅចែកអត់បានទេយើងផ្ដាច់យកជីវិតរស់នៅយកតែការសប្បាយមកកុំយកការទុក្ខអត់កើតជីវិតរស់នៅយកយើងទទួលតែទុក្ខយើងអត់មានការសប្បាយក៏អត់កើតវានៅជាប់គ្នាម្ល៉េះហើយកាត់ផ្ដាច់គ្នាអត់បានទេ la joie សប្បាយហើយនឹងទុក្ខនឹងវាផ្អោបគ្នាជាការពិតក្នុងជីវិតមែនទែនម្ល៉េះហើយយើងត្រូវរៀនសិត្រានុទីឲ្យខ្លាំងដល់ខ្លួនយើងខ្លាំងទៅហ្នឹងក្នុងជីវិតមាន souffrance តែយើងត្រូវធ្វើម៉េចណាដល់យើងចេះពុទ្ធសាសនាសិត្រានុទីខ្លាំងមែនទែនទៅយើងអង្គ decisive បំផ្លាញយើងអត់បានកាលណាយើងភ្នែកយើងភ្លឺមើលការពិតឃើញដល់មើលការពិតឃើញយើងមានសាសេដប៊ូដាតើយើងត្រូវធ្វើយ៉ាងម៉េចធ្វើអត់ខុសកលៈទេសៈអានឹងដល់ទៅមាន souffrance ហើយមានបញ្ហា problem ជីវិតរស់នៅយ៉ាងណាក៏ដោយយើងមានតការដោះស្រាយបានទាំងអស់ម្ល៉េះហើយសិត្រានុទីបាទខ្ញុំនិយាយដូចជា GPS មាក់វិញយើងល្អហួសនិស្ស័យអង្គនិគេយើងឲ្យធ្វើ correct ទៅតាមនឹងអត់ខុសសំខាន់ណាបងដងសិត្រានុទីយើងត្រូវរៀនដងយើងនិយាយខ្ញុំនិយាយមានតិចទៀតទៅចុះបងបងគេនិយាយតែពាក្យហ្នឹងដល់បងនិយាយឆាប់អានេះមិនមែន Buddhist ណាអានេះជាទឹកគេនិយាយក្រៅគេថាចំពោះប្រុសគ្មានអ្វីគ្រោះថ្នាក់ចំពោះប្រុសជាងឃើញស្រីមួយរូបស្អាតដែលកំពុងតែអង្គុយយំប្រចាំបែបហ្នឹងអានោះអត់ខុសប្រុសកាលណាយើងឃើញស្រីមួយរូបស្អាតអា pleasure ដែលយើងមើលទៅយើងចាប់ស្រឡាញ់ស្រីនឹងរូបស្អាតស្លៀកទៅចេញរៀងរើទៅយើងចាប់តានោះដល់ទៅស្រីនឹងអង្គុយយំទៀតពាក្យខ្មែរថាស្រឡាញ់មិនស្មើអាណិតណាដល់ពេលអង្គុយយំយើងអាណិតម្ល៉េះស្រីរូបស្អាតក៏យើងស្រឡាញ់ស្រីនឹងអង្គុយយំក៏យើងអាណិតគឺប្រុសគឺចប់បាក់លងហើយបងប្អូនប្រយ័ត្នមែនទេអាកន្លែងហ្នឹងកណាសត្រូវគេយកអាហ្នឹងយកមកប្រើដើម្បីក្នុងរឿងនយោបាយដើម្បីតាក់ទាញយកទឹកយកដីខ្មែរយើងកណាយើងមិនខ្លាំងមកដល់សិត្រាលូទីតិកគឺថាស្រុកលលាយខ្ញុំសូមនិយាយដល់ចំណាកុំបន្ទោសគេអានេះគឺថាយើងរៀនខុសខ្លួនយើងទាំងអស់ឥឡូវខ្ញុំនិយាយថាដូចថាដល់យើងភ្នែកយើងភ្លឺមែនដល់យើងរៀនសិត្រាលូទីមែនទេភ្នែកយើងភ្លឺដល់យើងភ្លឺយើងមើលទៅឃើញស្រីដែលមានរូបស្អាតហ្នឹងបងអង្គុយយំយើងមើលថាបងជាអេក្សាំទី1
ta sấy coi yếm là biệt bạch bởi than sấy coi yếm là thơ bút yếm thế mà nếu ắt sốt thì ta ra tí ắt đắng đấy khơi sấy nó chạp ảnh đất sả lanh phong ảnh đất phóng chọc lục te sẽ bay lục tức đây ở sấy được mà đó bây giờ hết chỗ đó sẽ ta ra tí dương mơ khơi nhá sấy nâng yếm là sao thơ bút đó đó chẳng là dương á cái này nè pro để sốt sẽ ta ra lục tí cái ta chất ở rừng băng từ tam play lọ cái này đó tí pi sấy nâng rụp riêng càng cái có sạch hay coi yếm là men coi yếm lại thưa bút thế coi yếm là thời coi yếm men tên đó chẳng á pro dương á bỏ ống lưu GPS á sấy nâng rụp sạch hơi chất lọ tiết coi yếm coi tại sao bứt mình men lẹ bút hypocrite thế nè đó chẳng á bút nó luôn dương GPS lọ hôn say ở dưới ta ta nên niên nó chỉ cu chỉ vật ai thế này cô tẹt tông thế nó bỏ ống phép thử tới cái đấy sầm khán đó họ đó tí bấy dương mưa thật sấy nâng rút căng cái có sạch chất căng không có lọ thiệt cứ thà lọ trên bộ phun dương rút riêng căng cái có sạch trên bộ phun dương chờ chất nó căng không có lọ trên bộ phun dương chờ nó bình trắng dương dương coi là thử tới nè và nó là dương sốt straloti tất cả là Sage de Buddha đó sấy nâng rút riêng sạch trên bộ phun dương mà chất có lọ trên bộ phun dương tiết phần hai công ấy dương tục bộ phun dương tới rùa nơi cho môi kia cầm sọt cầm rò tăng bị đá mà hai rùa nơi sụp tập bài miền cổ miền trái cầm ở rong tục bị tận địa cái đấy năng hai pro nè sốt chỉ là luật cái cực khăng hai trong sự dây môi tiếp một nè hai pro khăng nhầm đi xôn dây du hai trong khi sấy môi sạch á ôi bọn ấy đừng á nhóm nghĩa và ly tư mong bạn chúng ta chung một nghĩa và ly tư nhớ đó là về tới tới phục dương bộ phận dương kia khăn kia ấy tới dương mấy tới dương rồi có sai bây giờ trong ở đâu đấy tới sập bài mà chan sân bữa máu vinh bộ phận nơi sốc chất tua dương từ tua bộ phận sốc chất từ tua dương ở ấy đấy trăm kết khói tiết là kết vi sập bài sân anh đang ngay lại ở cả cái đấy cứ dương khơi sấy môi để kia sạch nói mình đang chỉ kia là augmented cái ta dương đó anh đang hai bữa pro nó sốt chỉ tra lôi ti tới chất năng khăng là từ tam phơi bộ phútประกอบមកឲ្យធ្វើទៅតាមផ្លូវល្អប្រងអត់មកចោលគ្រូសាអីចឹងបាទបងនិយាយនឹងចប់ហើយសូមបងថាសូមអរគុណបងប្អូននិយាយនឹងខុសត្រូវអីកុំប្រកែប្រកាន់នេះជានិយាយការពិតដើម្បីចែកគ្នាចេះដឹងទៅវិញទៅមកទេហើយនេះ100មួយវាពិបាកដែរមិននឹងធ្វើបិទតែឥឡូវខ្ញុំមកបានតែ100នឹងហើយដងខ្ញុំសូមអញ្ចឹងសូមខុសទៅសូមបងប្អូនកុំប្រកែប្រកាន់អរគុណច្រើនចាប់ជួបគ្នាក្រោយទៀត Merci